សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកឆ្លើយសំណួរទៅបងប្អូនជាច្រើននៅក្នុង TikTok របស់ខ្ញុំក៏ដូចជា Facebook គាត់ message មកសួរច្រើនហើយខ្ញុំអត់បានឆ្លើយគ្រប់គ្នាទាំងអស់ទេអញ្ចឹងបាទខ្ញុំចេញវីដេអូថ្ងៃនេះខ្ញុំខានចេញយូរហើយដល់រវល់គាត់សួរថាបងសញ្ញាបត្រពេទ្យមានតម្លៃដូចគ្នាទាំងអស់អត់គ្រប់សាលាអត់ហើយមានសំណួរជាច្រើនសួរថាតើសញ្ញាបត្រពេទ្យពេលដែលយើងប្រឡងពេលដែលយើងរៀនចប់តើយើងអាចធ្វើការបានដូចគ្នានឹងសាលារដ្ឋនិងសាលាឯកជនអត់ហ្នឹងមានសំណួរជាច្រើនស្តីគ្នាអញ្ចឹងខ្ញុំចង់ឆ្លើយខ្លីថាទី1សញ្ញាបត្រពេទ្យឲ្យតែបងអូនសិក្សានៅសាលាដែលមានការទទួលស្គាល់ដោយក្រសួងសុខាភិបាលហើយនៅក្នុងប្រទេសខ្មែរយើងបើយើងនិយាយអំពីសាលាពេទ្យវាមានច្រើនប៉ុន្តែសាលាដែលមានបើកបណ្ដុះបណ្ដាលថ្នាក់វិជ្ជាបណ្ឌិតមានតែ5ទេបាទប៉ុន្តែបើសាលាដូចបើកទាំង pharmacy ទាំងពេទ្យថ្មីទាំងគិលានុបដ្ឋាកមានច្រើនណាស់នៅភ្នំពេញក៏មាននៅតាមបណ្ដាខេត្តក៏មានបាទអញ្ចឹងចូលមកសំណួរវិញសួរថាតើសញ្ញាបត្រទាំងអស់មានតម្លៃស្មើគ្នាអត់ខ្ញុំចង់ជម្រាបថាសញ្ញាបត្រគឺមានតម្លៃស្មើគ្នាទាំងអស់ឲ្យតែប្អូនប្រឡងចូលថ្នាក់ជាតិចប់ប្រឡងចេញថ្នាក់ជាតិចប់ហើយយើងបានចុះគណៈគ្រូពេទ្យចុះគណៈឱសថចុះគណៈគិលានុបដ្ឋាកចុះគណៈឆ្មបអីត្រឹមត្រូវពេលនោះយើងអាចបម្រើការងារគ្រប់ស្ថាប័នគ្រប់មន្ទីរពេទ្យទាំងរដ្ឋនិងឯកជនឲ្យតែគេជ្រើសរើសហើយយើងប្រឡងចប់បាទអញ្ចឹងគឺដោយខ្លីមកគឺសញ្ញាបត្រគឺមានតម្លៃស្មើគ្នាអត់មានសញ្ញាបត្រពីចប់ពីសាលាណាមួយមានតម្លៃលើសទេបាទអញ្ចឹងមានគេសួរទៀតថាចុះបើគុណភាពរដ្ឋនិងឯកជនដូចគ្នាអត់ខ្ញុំចង់ជម្រាបប្រាប់ថាបើយើងនិយាយអំពីគុណភាពឲ្យតែសាលាទាំងអស់នោះធ្វើតាមស្តង់ដាររបស់ក្រសួងគុណភាពក៏វាដូចគ្នាដែរបាទវាមិនខុសគ្នាទេរឿងគុណភាពវាខុសគ្នាត្រង់តែយើងអ្នករៀនទេបើយើងអ្នកប្រឹងប្រែងរៀនគុណភាពយើងចប់ទៅយើងមានចំណេះជំនាញត្រឹមត្រូវហើយមូលហេតុអីបានខ្ញុំថាគុណភាពដូចគ្នាដោយសារសាលាទាំងរដ្ឋទាំងឯកជនគឺមានកម្មវិធីតែមួយនោះយើងហៅថាកម្មវិធីថ្នាក់ជាតិមានន័យថាគ្រប់សាលាទាំងអស់ទាំងសាលារដ្ឋទាំងសាលាឯកជនទាំងសាលានៅភ្នំពេញទាំងសាលានៅខេត្តគឺអនុលោមទៅតាមកម្មវិធីសិក្សារបស់ថ្នាក់ជាតិដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលអញ្ចឹងបាទខ្ញុំនិយាយថាបើយើងនិយាយគុណភាពបើយើងបើសិនយើងផ្អែកទៅលើកម្មវិធីសិក្សាយើងដូចគ្នាទាំងអស់ក៏ប៉ុន្តែមិនមែនមានន័យថាមនុស្សចេញមកសមត្ថភាពជំនាញស្មើគ្នាទេវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់យើងម្នាក់បើយើងខិតខំប្រឹងប្រែងស្វាត់ជ្រាយយើងស្វាត់ស្វែងចុះតាមមន្ទីរពេទ្យនៅពេលដែលយើងចុះធ្វើអន្តេវាសិកអីហ្នឹងយើងប្រឹងប្រែងយើងមិនឈប់យើងខិតខំនោះចំណេះដឹងរបស់យើងបានទៅតាមនឹងដែរបូកផ្សំជាមួយនឹងយើងខិតខំព្យាយាមចូលសិក្ខាសាលាវគ្គបណ្ដុះបណ្ដាលខ្លីអីបន្ថែមទៀតចំណេះរបស់យើងរឹតតែវាកើនឡើងបាទអញ្ចឹងនេះឆ្លើយទៅនឹងសំណួររបស់បងប្អូនមួយចំនួនដែលសាកសួរតាម Telegram និងតាម Facebook បាទអរគុណច្រើន